ជោមជំពូក16ចម្លើយរបស់លោកជោបស័ក្តិសិទ្ធិរបស់ខ្ញុំស្ថិតនៅឋានបរមសុខខ1លោកជោបឆ្លើយវិញថាខ2សេចក្តីបែបនេះខ្ញុំធ្លាប់ឮជាច្រើនលើកច្រើនសារមកហើយអស់លោកបានជួយសម្រាលទុក្ខតែបែរជានាំឲ្យអំពើទុក្ខទៅវិញខ3តែអស់លោកនិយាយឥតបានការដូច្នេះដល់អង្គការទើបចំតើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោបានជាអស់លោកឆ្លើយដូច្នេះខ4ចំពោះខ្ញុំវិញខ្ញុំក៏អាចនិយាយដោយអស់លោកបានដែរគឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោកខ្ញុំនឹងក្រវីក្បាលដាក់អស់លោកខ5ខ្ញុំនឹងនិយាយលើទឹកចិត្តអស់លោកខ្ញុំនឹងរកពាក្យមកថ្លែងដើម្បីបន្ធូរការឈឺចាប់របស់អស់លោកខ6រីឯខ្ញុំវិញទោះបីខ្ញុំនិយាយក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយបើខ្ញុំមិននិយាយក៏ការឈឺចាប់មិនចាក់ចេញឆ្ងាយពីខ្ញុំដែរខ7ឥឡូវនេះព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំងព្រះអង្គបានធ្វើឲ្យគ្រួសារទូបង្គំវិនាសទាំងស្រុងខ8ព្រះអង្គឲ្យទូបង្គំនៅសល់តែស្បែកនិងឆ្អឹងដែលជាភ័ស្តុតាងឲ្យគេចោទប្រកាន់ថាទូបង្គំមានកំហុសខ9ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំដោយសត្វសាហាវហែកសត្វស៊ីបញ្ចេញចង្កូមដាក់ខ្ញុំព្រះអង្គសម្លក់សម្លឹងមកខ្ញុំដោយបច្ចាមិត្តខ10មនុស្សម្នាបើកមាត់យ៉ាងធំដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំពួកគេបន្ទាបបន្ថោកខ្ញុំទះកំភ្លៀងខ្ញុំហើយព្រួតគ្នាទាស់នឹងខ្ញុំខ11ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យក្មេងខ្មាំងមើងងាយព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាលខ12ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្តព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរព្រះអង្គចាប់កញ្ចឹងកខ្ញុំហើយបោកខ្ញុំឲ្យដួលព្រះអង្គចាប់ទុកខ្ញុំដូចជាផ្ទាំងស៊ីបខ13ព្រះអង្គបាញ់ព្រួយមកលើខ្ញុំពីគ្រប់ទិសទីព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះដោយឥតមេត្តាព្រះអង្គធ្វើឲ្យប្រមាថខ្ញុំធ្លាចេញមកលើដីខ14ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនគ្នាព្រះអង្គសម្រុកមកលើខ្ញុំដោយទាហានចូលច្បាំងខ15ខ្ញុំបានដេបាវយកមកស្លៀកខ្ញុំជន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដីខ16ខ្ញុំយំសោករហូតដល់ហើមភ្នែករបស់ខ្ញុំខូងយ៉ាងជ្រៅដែរខ17ប៉ុន្តែខ្ញុំពុំបានប្រព្រឹត្តអំពើខុសខើទេហើយពីអធិដ្ឋានរបស់ខ្ញុំនៅតែបរិសុទ្ធដដែលខ18អោផែនដីអើយសូមកុំលាក់ឈាមរបស់ខ្ញុំឡើយហើយក៏កុំឲ្យខ្ញុំមានអ្វីមកខ្ទប់សម្រែករបស់ខ្ញុំដែរខ19ពេលនេះស័ក្តិសិទ្ធិរបស់ខ្ញុំស្ថិតនៅឋានបរមសុខអ្នកឆ្លើយការពារខ្ញុំស្ថិតនៅស្ថានដ៏ខ្ពស់បំផុតខ20មិត្តភ័ក្តិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ទាំងបង្ហូរទឹកភ្នែកខ21សូមឲ្យស័ក្តិសិទ្ធិរបស់ខ្ញុំបានធ្វើជាអាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់និងខ្ញុំដោយគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាងមនុស្សនិងមនុស្សខ22អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយដែលពុំអាចធ្វើត្រឡប់មកវិញបានទេ